បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទមានគេសួរខ្ញុំថាតើចាំបាច់អីត្រូវអង្គុយធ្វើអ៊ីក្រួយនេះធ្វើអីមិនក៏យើងមិនយកទៅតវាហ្មងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាសារៈសំខាន់នៃការតអ៊ីក្រួយធ្វើអ៊ីក្រួយបែបនេះគឺដើម្បីវាធន់ប្រើបានយូរហើយនៅក្នុងនេះគឺនៅពេលដែលយើងបិទវាចិត្តអញ្ចឹងគឺថាជាកម្មនៅពេលដែលវាធ្វើសបុកលឿនហ្នឹងវាជួអាចដាក់លឿនហ្នឹងវាអត់ខូចទេវាអត់តឆ្លងគ្នាទេតែធ្វើឲ្យវាងាយនឹងខូចងាយនឹងឆេះខ្ញុំបានដើរច្រើនប្រទេសហើយគឺខ្ញុំពីច្រើនខ្ញុំឃើញការតឆៅហ្មងគឺធ្វើឲ្យទីគួយរបស់យើងហ្នឹងងាយឆេះងាយខូចហើយវាផ្ដល់ផលរំខានជាច្រើនហើយជាធម្មតាយើងតែងតែឆ្ងល់ថាពេលដំបូងមានសត្វចូលនៅដល់ពេលយូរទៅអ្នកចែកទេចេញទៅបាត់ស្រាប់តែវាឡើងកើនវាអត់សូវបានផលហើយវានៅនឹងនៅខ្លះ 4-5 ឆ្នាំបេះនៅបានតែជាង1 គីឡូកន្លះគឺបានតិចជាងហ្នឹងអញ្ចឹងនេះជាហេតុផលសំខាន់មួយដែលខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាអញ្ចឹងវាគ្រាន់តែជាផ្នែកមួយនៅក្នុងចែកទេជាកម្មនេះអញ្ចឹងចង់ប្រាប់អ្នកទាំងអស់គ្នាថាសារៈសំខាន់នៃការតយបែបនេះគឺមានភាពធន់ប្រើបានយូរហើយប្រើបានយូរខ្លាំងតែខ្ញុំជាង10ជាងឆ្នាំហើយគឺថាអត់ដែលមានបញ្ហាផ្នែកអ៊ីក្រួយហ្នឹងឯងហើយគឺថាស្ទើរតែគ្មានហ្មងអត់ដែលសូវខ្វាយខ្វល់ជាមួយនឹងបញ្ហាដាច់សលេងអ៊ីក្រួយហ្នឹងអញ្ចឹងអានេះគឺជាចំណុចសំខាន់ណាព្រោះថានៅក្នុងកិច្ចកម្មយើងអាចបានដើរឆែកមើលដូចនៅក្នុងផ្ទះយើងរស់នៅប្រចាំថ្ងៃទេខ្ញុំមួយខែយើងអាចចូលម្ដងឬពីរដងតាមជាក់ស្ដែងនៃការចូលទៅត្រួតពិនិត្យយើងហើយយើងក៏អាចដើរទៅឆែករួយស្ទើរបានគ្រប់កន្លែងដែរព្រោះមានការងារផ្សេងៗដែលយើងត្រូវតាមដានវាអញ្ចឹងអ៊ីក្រួយនេះគឺសំខាន់ខ្លាំងព្រោះថាបើសិនជាយើងរវល់តែបញ្ហាអ៊ីក្រួយអញ្ចឹងដល់អត់ដែលយើងត្រូវចាប់កូនមានបញ្ហាផ្សេងដូចជាពោះតកែមានស្ទាំងខ្លាញ់ស្រាក់ចូលផ្ទះឬក៏វាចាំបាច់បហាវាធ្វើឲ្យយើងហត់នឿយជាមួយនឹងការមើលថែកសិកម្មវិញអញ្ចឹងធ្វើបែបនេះយើងអាចកាត់បន្ថយជាច្រើននៃការពេលរបស់យើងដើម្បីយើងកុំឲ្យខ្វាយខ្វល់រឿងថាដាច់អ៊ីក្រួយហើយណាមួយនៅពេលដែលយើងដាច់អ៊ីក្រួយយើងពិបាកក្នុងការរកថាអ៊ីក្រួយមានណាដាច់អ៊ីក្រួយណាយើងពិបាកព្រោះនៅក្នុងនោះវាយើងនឹងស្រាប់ឲ្យវាល្ងឹតហើយនឹងវាមានអ៊ីក្រួយច្រើនអញ្ចឹងយើងត្រូវតែធ្វើអញ្ចឹងដើម្បីការពារសុវត្ថិភាពឲ្យមានភាពធន់ប្រើបានយូរអង្វែងយូរខ្លាំងខ្ញុំប្រើហើយកិច្ចកម្មខ្ញុំមានច្រើនឆ្នាំអញ្ចឹងបទពិសោធន៍អីក៏ខ្ញុំធ្លាប់ជួបដែរបទពិសោធន៍ជាមួយនឹងអាកាសធាតុបទពិសោធន៍ជាមួយនឹងជំងឺបទពិសោធន៍ជាមួយនឹងបញ្ហាផ្សេងមានច្រើនខ្ញុំជួបច្រើនមានតាំងពីកូនផ្ទះត្រូវអីក៏មានដែរគឺអ្នកបទពិសោធន៍ច្រើនដូចខ្ញុំភាគច្រើនគឺនឹងជួបបញ្ហានឹងដូចគ្នាទាំងអស់អញ្ចឹងបទពិសោធន៍ទាំងអស់ហ្នឹងគឺបានធ្វើឲ្យខ្ញុំបានវិវត្តខ្លួនគឺបានធ្វើកាន់តែល្អជាងមុនហើយឧបករណ៍នៃការពារហើយឧបករណ៍នៃការប្រើប្រាស់គឺធ្លាប់ឆ្លងកាត់ច្រើនគឺយើងធ្លាប់ជួបច្រើនមានបទពិសោធន៍ច្រើនអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំចែកជូននៅកន្លែងហ្នឹងមួយដើម្បីឲ្យអ្នកនរគ្នាចាប់ដើមយល់ចាស់ផ្ទះជាកម្មជាពិសេសអ្នកដែលធ្វើតែជាកម្មអត់សូវបានផលចូលទៅត្រួតពិនិត្យកន្លែងហ្នឹងឡើងវិញហើយនៅមានកន្លែងផ្សេងច្រើនទៀតពេលក្រោយទៅខ្ញុំនឹងចេញម្ដងមួយដើម្បីបញ្យល់ប្រាប់អ្នកទាំងអស់គ្នាបើអង្គុយនិយាយទៅមើលវីដេអូយើងអត់ទេអញ្ចឹងត្រូវការឲ្យខ្ញុំចេញម្ដងមួយដើម្បីបញ្យល់ទៅអ្នកទាំងអស់គ្នាដើម្បីឲ្យឆាប់យល់ហើយនឹងធ្វើតេស្តកម្មឲ្យបានជោគជ័យទាំងអស់គ្នាកាលណាតេស្តកម្មរបស់យើងជោគជ័យទាំងអស់គ្នាទទួលបានផលច្រើនទាំងអស់គ្នាទីផ្សារក្រៅស្រុកក៏គេមើលឃើញអញ្ចឹងការនាំចេញគឺមានសន្ទុះខ្លាំងអញ្ចឹងធ្វើឲ្យតម្លៃជាកម្មនៅក្នុងស្រុកគឺបានល្អហើយនឹងកំណើននៃតេស្តកម្មនៅក្នុងស្រុករបស់យើងកើនឡើងច្រើនអញ្ចឹងវាជាផលល្អទាំងអស់គ្នាទេអរគុណបាទខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណច្រើន